ជំរាបសួរជាថ្មីម្ដងទៀតអ្នកទាំងអស់គ្នាអ្នកនរគ្នាសុខសប្បាយជាទេបែរគ្រាមួយរយៈនោះខ្ញុំសង្ឃឹមថាអ្នកនរគ្នាប្រកាសជាសុខសប្បាយហើយប៉ុន្តែទោះជាអ្នកនរគ្នាមានបញ្ហាខ្លះតែតើជាមួយសុខភាពផ្លូវកាយក៏ដោយសំខាន់គឺសុខភាពផ្លូវចិត្តរបស់អ្នកនរគ្នាណាពីព្រោះបានសុខចិត្តផ្លូវចិត្តអ្នកនរគ្នាមានសេចក្តីសុខហើយខ្ញុំជឿថាកាយក៏សុខសប្បាយជាដែរខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាមិនភ្លេចទេខ្សែវីដេអូមុនដែលយើងនិយាយពីរឿងទ្រព្យសម្បត្តិរបស់មនុស្សម្នាក់របស់គ្រួសារមួយរបស់សង្គមមួយឬរបស់ជាតិមួយនោះឯងគឺចំណេះដឹងចឹងចំណេះដឹងគឺសំខាន់ណាស់គឺចំណេះដែលបានមកពីការដឹងនោះឯងចឹងអ្វីដែលអ្នកនរទទួលបានមកពីការអប់រំមកពីការកម្មវិធី train ឬក៏មកពីកម្មវិធីរៀនដោយខ្លួនឯងទាំងលក្ខណៈជាផ្លូវការក្តីមិនផ្លូវការក្តីដែលអ្នកនរទទួលបាននោះឯងចំណេះទាំងអស់គ្នានឹងប្រមូលផ្ដុំនេះវាជា value មួយដ៏មានតម្លៃសម្រាប់មនុស្សម្នាក់ៗនោះឯងហើយយើងបានទៅចែកគ្នារួចហើយតើតើជាមួយចំណេះដឹងនឹងគឺមានអត្ថន័យឬក៏ចំណេះដឹងមានតម្លៃណាស់សម្រាប់ភាពជោគជ័យឬក៏គោលដៅរបស់អាជីវកម្មមួយនោះឯងហើយគោលដៅរបស់ទី2ដែលយើងបានទៅចែកគ្នានោះឯងគឺតើតើមួយគោលដៅនៃអាជីវកម្មអញ្ចឹងគោលដៅនៃអាជីវកម្មគឺទទួលបានប្រាក់គឺច្រើនអ្នកអាចធ្វើទៅបាននោះប៉ុន្តែកុំភ្លេចណានេះគឺជាចំណុចសំខាន់ផងដែរថាគោលដៅនៃអាជីវកម្មរបស់អ្នកទទួលបានប្រាក់ច្រើនឬក៏តិចនោះគឺទាមទារគឺប្រកបទៅដោយវិចារណញ្ញាណនោះតើអ្នកនេះអាចចែករំលែកនៃប្រាក់ចំណេញនោះឯងទៅលើបុគ្គលិកអ្នកទាំងអស់គ្នាទៅលើអតិថិជនអ្នកគ្នាទៅលើសង្គមអ្នកគ្នានិងទៅលើមនុស្សជាតិទាំងមូលយ៉ាងដូចម្តេចនោះឯងពីព្រោះបងប្អូនអ្នកគ្នាវង្វេងដោយសារតែរឿងប្រាក់នោះវាធ្វើឲ្យអ្នកទាំងអស់គ្នាពិតជាមិនអាចជួយមនុស្សជាតិនិងជួយខ្លួនឯងបានឡើយប៉ុន្តែមុននឹងបញ្ចប់ខ្សែវីដេអូខ្ញុំបានសន្យារួចហើយថានឹងពំនាំនៅចំណេះដឹងថ្មីតែតើជាមួយនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យសម្រេចនៅដល់គោលដៅនោះឯងចឹងភាពជោគជ័យឬក៏ភាពបរាជ័យគ្រាន់តែជាស្ថានភាពពីរខុសគ្នាតែប៉ុណ្ណោះឯងប៉ុន្តែកាលណាមានជោគជ័យនៅខាងមុខគឺប្រកាសជាមានបរាជ័យហើយមានបរាជ័យនៅខាងមុខរបស់វាគឺមានជោគជ័យនោះឯងប៉ុន្តែធ្វើយ៉ាងម៉េចដើម្បីឲ្យការជោគជ័យនោះឯងគឺមានលក្ខណៈជារយៈពេលវែងឬក៏មានភាពបរាជ័យនោះគឺមានចំនួនតិចតួចដែលអាចកាត់ទៅបាននោះគឺត្រូវការភាពជាអ្នកដឹកនាំនឹងឯងហេតុអ្វីបានជានិយាយថាភាពជាអ្នកដឹកនាំមានតម្លៃសំខាន់ពីព្រោះភាពជាអ្នកដឹកនាំយើងបានទៅចែកគ្នាឲ្យថាភាសាអង់គ្លេសដែលនិយាយថា leadership leader គឺសំដៅលើមនុស្ស ship គឺសំដៅទៅលើ capacity មានន័យថាសំដៅទៅលើសមត្ថភាពសំដៅទៅលើភាពស្ទាត់ជំនាញទៅលើភាពឆ្លាតវៃបទពិសោធន៍ការយល់ដឹងការសម្រេចចិត្តការដឹងអំពីបរិស្ថាននៅជុំវិញខ្លួនឬក៏សម្រួលខ្លួនយ៉ាងដូចម្តេចនោះគឺសំខាន់ខ្លាំងណាស់អ្នកនរគ្នាមើលពេលកន្លែងខ្លះខ្ញុំគិតថាភាពជាអ្នកដឹកនាំនេះគួរមានលក្ខណៈជាទឹកហេតុអីមិនមានលក្ខណៈជាទឹកធម្មជាតិរបស់ទឹកគឺតែងតែបំបត្តិដែលជួយមនុស្សជាតិទាំងឡាយដើម្បីបំបត្តិការស្រេកហើយមានសារៈសំខាន់ណាស់បើគ្មានទឹកអ្នកនរគ្នាមិនអាចមានជីវិតរស់នៅបានឡើយយ៉ាងណាមិញក្រុមហ៊ុនមួយក៏ដូចគ្នាអញ្ចឹងដែរកាលណាគ្មានមេដឹកនាំដ៏ល្អទេក្រុមហ៊ុននោះគឺមិនអាចថែទៅក្នុងការប្រកួតប្រជែងដើម្បីរកប្រាក់ចំណេញនោះបានឡើយធម្មជាតិរបស់ទឹកតែងតែបដូររូបរាងវាទៅតាមស្ថានភាពដែលទឹកស្ថិតនៅនោះបើទឹកនៅក្នុងដបរឿងនឹងរូបរាងរបស់វានឹងរសជាតិដូចដបនោះឯងប៉ុន្តែបើសិនជាទឹកស្ថិតនៅក្នុងកាយវានឹងរាងដូចកាយនោះឯងអញ្ចឹងមេដឹកនាំដល់ពូកែជាទីបំផុតពួកគេគឺមានភាពបត់បែនទៅតាមស្ថានភាពដែលពួកគេស្ថិតនៅតើពួកគេឆ្លើយតបជាមួយនឹងបុគ្គលិករបស់ពួកគេដែលផ្លាស់ប្ដូរអេរិយាបថទៅតាមស្ថានភាពយ៉ាងដូចម្តេចតើពួកគេប្រឈមមុខជាមួយនឹងបញ្ហាដែលមានវិបត្តិកើតឡើងនៅក្នុងក្រុមហ៊ុនឧទាហរណ៍ដូចជាវិបត្តិសេដ្ឋកិច្ចវិបត្តិហិរញ្ញវត្ថុឬក៏តកតជាមួយនឹងគ្រោះធម្មជាតិយ៉ាងដូចម្តេចនេះហើយគឺជាបញ្ហារបស់មេដឹកនាំនោះឯងអញ្ចឹងសរុបសេចក្តីទៅមេដឹកនាំគឺមានតួនាទីសំខាន់ណាស់ដើម្បីទាញឲ្យក្រុមហ៊ុនមួយទទួលបានជោគជ័យឬក៏បរាជ័យនោះឯងវាអាស្រ័យលើភាពដឹកនាំអ្នកនរគ្នាកលេចមើលខ្ញុំទាញឧទាហរណ៍បន្តិចតកតជាមួយនឹងវិបត្តិសេដ្ឋកិច្ចនៅក្នុង2007នោះបើយើងមើលមែនតើថាវាជា Supreme Crisis ឬក៏យើងនិយាយយ៉ាងទៀតជា Financial Crisis ប៉ុន្តែរឿងទាំងអស់នោះវាកើតឡើងដោយសារភាពជាអ្នកដឹកនាំបើមេដឹកនាំនៅក្នុងក្រុមហ៊ុនទាំងអស់នោះឯងពួកគេវៃឆ្លាតពួកគេមានចរិតលក្ខណៈត្រឹមត្រូវជាភាពជាអ្នកដឹកនាំពួកគេអាចយកជ័យជំនះលើមហិច្ឆតារបស់ពួកគេបានតើវិបត្តិសេដ្ឋកិច្ចនេះវាកើតឡើងយ៉ាងដូចម្តេចទៅដូច្នេះខ្ញុំគិតថាភាពជាអ្នកដឹកនាំគឺមានឥទ្ធិពលខ្លាំងណាស់ទៅលើភាពជោគជ័យរបស់ក្រុមហ៊ុននីមួយៗរបស់អាជីវកម្មនីមួយៗរបស់ស្ថាប័ននីមួយៗនោះឯងតើប្រភេទដឹកនាំមានដឹកនាំបែបណាដែលអាចធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យនោះតាមការសិក្សាស្រាវជ្រាវនៅក្នុងឆ្នាំ2014ឬ2015នេះមាន scholar មួយចំនួនគឺអ្នកជំនាញនោះគេបានបញ្ជាក់រួចហើយថា
មនុស្សម្នាក់ដើម្បីខ្លាចទៅជាដឹកនាំជា CEO ឬក៏ជាប្រធានក្រុមហ៊ុនឬក៏ជាទេសាភិបាលរបស់ក្រុមហ៊ុនបាននោះលុះតែពួកគេមានគុណសម្បត្តិ3យ៉ាងគឺទី1 3យ៉ាងឬក៏ខ្ញុំនិយាយម្យ៉ាងទៀតថា 3C C ទី1គឺតំណាងឲ្យ character របស់ leadership គឺចរិតលក្ខណៈភាពជាអ្នកដឹកនាំនិង C ទី2គឺតំណាងឲ្យ core competency គឺសម្បត្តិភាពជាអ្នកដឹកនាំនិង C ទី3គឺតកតទៅមួយនឹង commitment គឺការបដិញ្ញាចិត្តការមុតមាំរបស់ភាពជាអ្នកដឹកនាំនោះឯងហើយអ្វីបានជាចំណុចទាំងអស់នឹងឯងគេរកឃើញថាវាទទួលបានជោគជ័យនៅក្នុងភាពជាអ្នកដឹកនាំដែលគេសង្កេតមើលឃើញថាបុព្វហេតុដែលបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចបុព្វហេតុដែលបង្កឲ្យមានក្រុមហ៊ុនរបស់ពួកគេមានបញ្ហាបុព្វហេតុដែលបង្កឲ្យមានបញ្ហាជាមួយនឹងអធិបតេយ្យទាំងអស់នឹងបុព្វហេតុដែលក្រុមហ៊ុនពួកគេរលំដួលភាគច្រើនគឺតកតទៅមួយនឹងភាពជាអ្នកដឹកនាំនោះឯងអញ្ចឹងដើម្បីដឹកនាំក្រុមហ៊ុនមួយអាជីវកម្មមួយឬក៏ស្ថាប័នមួយដើម្បីទទួលបានជោគជ័យនោះពួកគេត្រូវមានគុណសម្បត្តិទាំង3នឹងឯងគឺបុគ្គលិកលក្ខណៈជាភាពជាអ្នកដឹកនាំចំណុចទី2គឺតកតទៅជាមួយសមត្ថភាពជាអ្នកដឹកនាំនិងចំណុចទី3គឺតកតទៅជាមួយនឹងការតាំងចិត្តគឺ commitment ក្នុងភាពជាអ្នកដឹកនាំនោះឯងតើបុគ្គលិកលក្ខណៈនោះឯងយ៉ាងដូចម្តេចទៅនៅក្នុងការសិក្សានៅក្នុងចំណោម300 CEO ដែលបានមកពី3ទ្វីបនៅក្នុងពិភពលោកនេះគេរកឃើញថាពាក្យថាបុគ្គលិកលក្ខណៈនេះគេឲ្យបន្ទុកទៅលើ trade នេះខ្ញុំពិបាកដើម្បីរកភាសាខ្មែរចឹងតាគឺតកជាមួយនឹងចរិតលក្ខណៈរបស់ភាពជាអ្នកដឹកនាំនឹងឯងវាតកតជាមួយនឹងអេរិយាប័ត្រនៃការធ្វើកិច្ចការរបស់ពួកគេការខ្ជិលការរហ័សរហួនឬក៏តកតជាមួយនឹងអេរិយាប័ត្រដែលពួកគេតែងតែធ្វើបំពេញការងារជាទូទៅនោះឯងចំណុចទី2គឺវាតកតជាមួយនឹងឲ្យឈ្មោះថាតម្លៃឲ្យឈ្មោះថា value អ្វីដែលជា value គឺតកតជាមួយអ្វីដែលមេដឹកនាំជឿថាពួកគេនឹងទទួលបានជោគជ័យនោះអ្វីដែលធ្វើឲ្យពួកគេសម្រេចបានជាសមិទ្ធផលនោះប៉ុន្តែពាក្យ trade ឬក៏ពាក្យ value នេះវាអាចសម្រេចសមិទ្ធផលល្អឬប៉ុណ្ណានោះវាអាស្រ័យទៅលើគុណសម្បត្តិទី3គេឲ្យឈ្មោះថា virtue គឺគុណធម៌គុណធម៌គឺជាអ្នកវាស់វែងដើម្បីធ្វើឲ្យ trade ដើម្បីធ្វើឲ្យ value នេះឯងគឺទៅជារបស់មួយដ៏មានតម្លៃនោះឯងដូច្នេះមនុស្សម្នាក់ដែលអាចខ្លាចទៅជាមេដឹកនាំដ៏ល្អគឺត្រូវមានគុណសម្បត្តិតកតជាមួយនឹង character របស់ភាពជាអ្នកដឹកនាំជាពិសេសគឺគុណធម៌នេះតែម្ដងនៅក្នុងគុណធម៌នោះយើងរាប់បញ្ចូលផងដែរឧទាហរណ៍ដូចជាសុចរិតធម៌តកតជាមួយនឹងការវិនិច្ឆ័យដោយគ្មានលំអៀងជាមនុស្សធម៌ចេះអោនទទួលយកនៅអ្វីចេះសារភាពទទួលយកមានទស្សនវិស័យដ៏វែងឆ្ងាយទៅថ្ងៃអនាគតគឺមានកម្លាំងមានប្រភពធម៌ពុទ្ធដែលមិនចេះរីងស្ងួតមានភាពឆ្លាតវៃតកតជាមួយនឹងគុណធម៌ភាពជាអ្នកដឹកនាំនោះដោយសារតែពេលវេលាខ្លីយើងនឹងលំអិតនៅពេលក្រោយនោះឯងប៉ុន្តែខ្ញុំសូមបន្តចូលដល់ចំណុចទី2តកតជាមួយនឹងសមត្ថភាពជាអ្នកដឹកនាំសំណួរសួរថាតើមនុស្សម្នាក់ដើម្បីខ្លាចទៅជាអ្នកដឹកនាំតើគួរតែមានសមត្ថភាពបែបណានោះឯងអ្នកនរគ្នាថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ហើយខ្ញុំមានសមត្ថភាពមហាសាលហើយខ្ញុំមានបទពិសោធន៍ច្រើនឆ្នាំហើយមិនពិតទេតាមការសិក្សាស្រាវជ្រាវនៅក្នុងចំណោម867ដែលជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុនផ្សេងៗមកពី3ទ្វីបនោះពួកគេរកឃើញថាមេដឹកនាំគួរមានសមត្ថភាព4យ៉ាងទី1គឺសមត្ថភាពដឹកនាំមនុស្សគឺសំខាន់ណាស់គេឲ្យឈ្មោះថា core competency people core competency នោះឯងមានន័យថាមេដឹកនាំម្នាក់ត្រូវមានទេពកោសល្យត្រូវមានចំណេះដឹងដឹកនាំមនុស្សយ៉ាងដូចម្ដេចចំណុចទី2តើតើជាមួយនឹងសមត្ថភាពជាអ្នកដឹកនាំដែរគឺពួកគេមានសមត្ថភាពក្នុងការបង្កើតយុទ្ធសាស្ត្រនេះគឺជាចំណុចទី2ចំណុចទី3ពួកគេត្រូវមានសមត្ថភាពក្នុងការដឹកនាំជំនួញឲ្យឈ្មោះថា business competency នោះឯងនៅចំណុចទី4ពួកគេធ្វើយ៉ាងម៉េចដើម្បីឲ្យស្ថាប័នរបស់ពួកគេកាន់តែមានន័យថា development នៃកាន់តែប្រសើរទៅគេឲ្យឈ្មោះថា organizational development competency នោះឯងនេះគឺជាសមត្ថភាពជាអ្នកដឹកនាំនោះឯងទោះជាអ្នកនរគ្នាមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំមានសមត្ថភាពហើយប៉ុន្តែត្រូវការចំណុចទី3គឺដើរតួនាទីសំខាន់ណាស់គឺតកតជាមួយនឹងការតាំងចិត្តនៅក្នុងនោះមានចំណុចពីរដែលមានតម្លៃសំខាន់តាមពិតទៅមាន3ប៉ុន្តែខ្ញុំដកយក2គឺទី1តកតជាមួយនឹង sacrifice ការលះបង់បើសិនជាមេដឹកនាំម្នាក់មិនអាចលះបង់សេចក្តីសុខគឺសម្រាប់បុគ្គលិកឬក៏អ្នកនៅក្រៅបបាយពួកបានផងនោះតែអ្នកនរគ្នាចង់ឲ្យអ្នកនៅខាងក្រៅនឹងលះបង់សម្រាប់អ្នកនរគ្នាយ៉ាងដូចម្តេចកើត
រឿងនេះគឺសំខាន់ណាស់អញ្ចឹងយើងអាចនិយាយម្យ៉ាងទៀតថាមេដឹកនាំវាដូចជាអ្វីដែលអ្នកឲ្យអ្នកនឹងទទួលបានមកវិញនោះឯងប្រសិនបើអ្នកនរគ្នាឲ្យបុគ្គលិកនៅក្រោមការដឹកនាំអ្នកនរគ្នាចំនួន10អ្នកនរគ្នានឹងទទួលបាន10មកវិញនោះបើសិនជាអ្នកនរគ្នាឲ្យសេចក្តីសុខ20អ្នកនរគ្នានឹងទទួលបាន20មកវិញនោះឯងអញ្ចឹងនេះគឺជាតម្លៃសំខាន់ណាស់តើអ្នកនរគ្នាអាចលះបង់ពេលវេលាអាចលះបង់សុភមង្គលក្នុងគ្រួសារអាចលះបង់ទ្រព្យសម្បត្តិឬអាចលះបង់អ្វីដើម្បីបុគ្គលិកនៅក្នុងក្រុមអាវ៉ាន់អ្នកនរគ្នាបានដែរទេបើអ្នកនរគ្នាលះបង់បានផងនោះតើមនុស្សនៅក្នុងជុំវិញនោះឯងអាចលះបង់អ្នកនរគ្នាបានយ៉ាងដូចម្តេចកើតចំណុចទី2គឺតាក់ទងជាមួយនឹង aspiration នេះបើខ្ញុំធ្លាប់សិក្សានៅការខ្ញុំទៅជានិស្សិតពេទ្យនៅឡើយគឺគេមាន aspirator គឺជាឧបករណ៍មួយយ៉ាងដែលបេបូម/ចេញពីអ្នកជំងឺក្រោយពីអ្នកជំងឺវះកាត់នឹងឯងគេយកគេដាក់នៅក្នុងបន្ទប់មួយដើម្បីស្គ្របបន្ទាន់ព្រោះអ្នកជំងឺនឹងងាយនឹងបាត់បង់ជីវិតណាស់អញ្ចឹងហើយនៅពេលដែលស្លាប់វាឡើងមកស្ទះបំពង់ខ្យល់នោះឯងគេធ្វើឲ្យអ្នកជំងឺនឹងស្លាប់ភ្លាមៗនោះឯងនៅពេលដែលអត់មានឧបករណ៍ម្យ៉ាងឲ្យឈ្មោះថា aspirator នោះឯងអញ្ចឹងហើយក្នុងភាពជាអ្នកដឹកនាំតើដើរតួជាឧបករណ៍ដើម្បីបូមយកស្លេះដែលជាឧបសគ្គសម្រាប់ការអភិវឌ្ឍរបស់បុគ្គលិកនោះបានយ៉ាងដូចម្តេចអញ្ចឹងសួរថាប្រសិនបានអ្នកគ្នាបូមនៅកាកសំណល់បូមនៅអ្វីដែលជាស្លេះគឺរាប់បញ្ចូលទាំងភាពមិនសប្បាយចិត្តរបស់បុគ្គលិកភាពទាស់គ្នារបស់បុគ្គលិកភាពខ្វះឱកាសក្នុងធ្វើកិច្ចការនៅរបស់បុគ្គលិកតាក់ទងជាមួយនឹងកន្លែងធ្វើការមិនបានល្អតាក់ទងជាមួយនឹងប្រាក់ខែមិនគ្រប់គ្រាន់ទាំងអស់នេះសិតតែជាបញ្ហាស្លេះដែលស្លាក់នៅក្នុងបំពង់ខ្យល់របស់បុគ្គលិកនីមួយៗនោះឯងអញ្ចឹងខ្ញុំសង្ឃឹមថាចំណុចទាំង3ដែលបានអធិប្បាយនោះគឺមួយតាក់ទងជាមួយនឹងបុគ្គលិកលក្ខណៈរបស់ភាពជាអ្នកដឹកនាំនិងចំណុចទី2តាក់ទងមួយសមត្ថភាពជាអ្នកដឹកនាំនិងចំណុចទី3តាក់ទងជាមួយនឹងការតាំងចិត្តរបស់ភាពជាអ្នកដឹកនាំនោះពិតជាគុណសម្បត្តិដ៏សំខាន់សម្រាប់វាស់វែងនៅភាពជោគជ័យរបស់ភាពជាអ្នកដឹកនាំនោះឯងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននៅចំណុចដែលយើងបានអធិប្បាយអំបញ្ញនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននៅចំណេះដឹងថ្មីបន្ថែមទៀតសូមអរគុណហើយក៏សូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបាននៅការស្ដាប់ឬក៏ចំណេះដឹងថ្មីតទៅទៀតនោះឯងសូមឲ្យអ្នកទាំងអស់គ្នាទទួលបាននៅសេចក្តីសុខសុខដុមរមនាសុភមង្គលពិបុលសុខគ្រប់គ្នាសូមអរគុណ